បាទសូមជម្រាបសួរទៅដល់បងប្អូនយើងអ្នកចាំមាត់បាទនេះគឺជាមេបាពូជស្គួយក្រមរបស់ខ្ញុំបាទហើយថ្ងៃនេះផងដែរក៏ចង់និយាយទាក់ទងនឹងមេបាដែលបងយើងខ្លះគាត់ឆាតមកសួរពាក់ព័ន្ធនឹងបញ្ហាធ្វើម៉េចកុំឲ្យមេបាយើងចឹករួមគ្នាស៊ីអញ្ចឹងណាបងប្អូនដែលសម្រាប់មេបាខ្ញុំមើលបងប្អូនមើលអត់មានរោមកឆេតកឆតទេបងប្អូនទាំងបាទាំងមេដូចគ្នាបងប្អូនមើលណានេះបងប្អូនគឺរួមពេញហើយមុននឹងយើងរកដំណោះស្រាយយើងត្រូវដឹងពីបញ្ហាសិនបងប្អូនបញ្ហាតើបងប្អូនចិញ្ចឹមហ្នឹងផ្ដល់កាប់ដល់ចំណីហ្នឹងយ៉ាងម៉េចដែរទី1សម្រាប់មេបាពូជការផ្ដល់ចំណីគឺដូចចំណីនេះគឺយើងប្រើចំណីមេបាទសម្រាប់មន់ពងណាបាទហើយក្នុងចំណីនេះផងដែរយើងត្រូវបន្ថែមទៅលើពពួក mineral ដែលគេហៅថាសារធាតុរ៉ែរបស់មេបាគេត្រូវការសារធាតុរ៉ែយ៉ាងខ្ពស់ដើម្បីទី1បង្កើនទិន្នផលស៊ុបសម្បកក្រាស់ហើយពងធំល្អបាទទោះពីនឹងហើយទាក់ទងនឹងទឹកនេះគឺសម្រាប់នៅពេលថ្ងៃយើងអាចប្រើពពួកប៉ារ៉ាឬក៏បង្គ្រប់ជាតិទឹកដាក់ក្នុងកាតូនឲ្យមេបាយើងផឹកព្រោះដើម្បីបង្គ្រប់ជាតិទឹកកុំឲ្យមេបាយើង stress កាលណាក្តៅខ្លាំងកុំឲ្យយើង stress ណាបងប្អូនថា stress វាចាប់ដើមចឹកឬក៏ធ្វើនេះធ្វើនោះវានៅអត់ស្ងៀមទេបាទហើយមួយទៀតតាក់ទងនឹងទ្រុងផ្ទៃទ្រុងរបស់យើងគឺធ្វើម៉េចកុំឲ្យវាមានក្លិនអ៊ូអាប់ស្អុយអញ្ចឹងណាបងប្អូនសត្វក៏វាត្រូវការរស់នៅកន្លែងដែលស្អាតដែរតែកាលណាក្លិនអ៊ូអាប់ស្អុយគឺវា stress វាក៏វាអាចធ្វើឲ្យមេបាយើងចឹករោគនេះស៊ីដែរបាទអញ្ចឹងប្រហែលចំណុចដែលខ្ញុំនិយាយមិញហ្នឹងបងប្អូនអាចយកទៅកែប្រែបន្ថែមប៉ុន្តែបើសិនជាអ្វីដែលបងប្អូនធ្វើគ្រប់ចំណុចឲ្យហើយទាំងទ្រុងក៏ស្អាតក្នុងចំណីក៏បងប្អូនដាក់សារធាតុរ៉ែប៉ុន្តែមេបាយើងវានៅតែចឹករោមគ្នាស៊ីអានឹងវាអាចមកពីបញ្ហាមួយទៀតគឺកត្តាមេបាពូជមែនណាមេបាពូជដែលវាចឹករោមគ្នាស៊ីនៅពេលដែលកូនវាកើតមកក៏វាបន្តអាសកម្មភាពចឹករោមទៅដល់មេបាដែរបាទនៅពេលដែលយើងរើសទុកវាធ្វើជាមេបាពូជទៅហើយវាអាចមកពីបញ្ហានឹងដែរណាបងប្អូនបាទបញ្ហាតាក់ទងដំណើរពូជចឹករោមគ្នាស៊ីហ្នឹងគឺទោះបីបងប្អូនដាក់រ៉ែនៅក្នុងចំណីដាក់បង្គ្រប់ជាតិទឹកនៅក្នុងកតោទឹកឬក៏ទ្រុងបងប្អូនបោសស្អាតហើយក៏វានៅតែចឹករោមគ្នាស៊ីដែរបងប្អូនឬក៏បរិមាណទ្រុងគឺទលាហើយប៉ុន្តែវានៅតែចឹករោមគ្នាស៊ីអានោះគឺតាក់ទងនឹងកត្តាពូជកន្លែងហ្នឹងគឺរៀងពិបាកកែដែរអ្វីដែលយើងអាចកែបានគឺយើងដូរមេបាពូជណាយើងកុំទុកវាបាទអាពូជដែលចឹករោមគ្នាស៊ីហ្នឹងគឺកុំទុកវាណាបាទតាមបើមិនចឹងទេគឺរោមមេបាយើងគឺវាអត់ស្អាតវាកឆេតកឆតហើយវាចេញជាកូនមកក៏វានៅតែបន្តចឹករោមគ្នាស៊ីហ្នឹងដែរបាទអញ្ចឹងសង្ឃឹមថាអ្វីដែលខ្ញុំចែករំលែកទៅដល់ពុកម៉ែបងប្អូននេះបងប្អូនអាចយកទៅកែលម្អឡើងវិញនោះការចិញ្ចឹមរបស់បងប្អូនក៏ដូចជាបញ្ហាចឹករោមគ្នាស៊ីនឹងលែងមានហើយបងប្អូនណាបាទដូចមានបាទរបស់ខ្ញុំបងប្អូនឃើញបាទរោមស្អាតណាអត់នឹងកឆេតកឆតទេបាទហើយដូចអានេះពេលបងប្អូនមើលរូបអានេះគេហៅថាស្គួយកាមកម៉ៅបាទរៀនវាស្អាតដែរកងាលហានកកងាលមិនមែនកថ្មទេបងប្អូនកងាលដែលលេខមីនេះក៏មានស្គួយមាសមានប្រសក់អញ្ចឹងស្គួយណាសំពៅប៉ុន្តែសម្រាប់បាគឺខ្ញុំយកស្គួយការបង្កាត់បាស្គួយគឺកូនវាចាស់គឺកាត់ទៅរកបាវាបើមីខ្ញុំយកចម្រុះមានសំពៅខ្លះមានស្គួយខ្លះសំណួរសុទ្ធតែអីបានខ្ញុំមិនបង្កាត់ស្គួយសតព្រោះបងយើងមកចំនួនគាត់ខ្លះគាត់ឆ្លាញ់សំពៅខ្លះគាត់ឆ្លាញ់ស្គួយអញ្ចឹងចំណងចំណូលចិត្តខុសគ្នាអញ្ចឹងការបង្កាត់របស់យើងគឺយើងធ្វើយ៉ាងម៉េចឲ្យមានទាំងសំពៅឲ្យមានទាំងស្គួយបាទដើម្បីបងប្អូនយើងគាត់សួរចង់បានសំពៅយើងមានសំពៅលក់សម្រាប់ថាកូនឬក៏មេបាពូជឬក៏ចង់បានស្គួយយើងមានស្គួយបាទអានោះគឺជាការបត់បែនរបស់យើងដែរបងប្អូនណាយើងមិនអាចចិញ្ចឹមតាមការស្រឡាញ់របស់យើងទេយើងត្រូវបត់បែនត្រូវតាមទីផ្សារដែលគេស្រឡាញ់ដែរទើបការចិញ្ចឹមរបស់យើងគឺវារលូនល្អបាទរលូនល្អចឹងអរគុណច្រើនបងប្អូនណាថ្ងៃអាទិត្យខ្ញុំឆ្លៀតពេលទំនេរថតមេបាពូជឲ្យបងប្អូនមើលចឹងអរគុណច្រើនបងប្អូនណាជូនពរសុខសប្បាយក៏ដូចជារស់ស៊ីទទួលទានមានបានទាំងអស់គ្នាពិសេសការចិញ្ចឹមមាន់ស្រែនេះយើងកុំទុកពេលឲ្យទំនេរបងប្អូនណាយើងឆ្លៀតទាំងអស់គ្នាខិតខំផលិតដើម្បីផ្គត់ផ្គង់ទៅដល់
ទីផ្សារក្នុងស្រុករបស់យើងបាទចឹងសូមអរគុណ